ជជែកគ្នាបដាទៅវាស់ទៅអាបាននៅណានៅហ្នឹងបើបានថៃ100%យកទៅបើបានខ្មែរមកវិញខ្លះឲ្យមកខ្មែរវិញមកនេះក្នុងន័យនៅក្នុងកិច្ចព្រមព្រៀងហ្នឹងគឺវាចែងអញ្ចឹងខ្មែរសុកចិត្តឲ្យណែឯងនៅណានៅហ្នឹងសិនចោះប៉ុន្តែសុំវាស់មកវាស់បានប្រមាណបើឃើញថាអាហ្នឹងបោះខ្មែរទេឲ្យមកខ្មែរវិញមករឿងអ្នកណានៅណានៅហ្នឹងរឿងព្រមឲ្យគេនៅណានៅហ្នឹងហើយឈប់បាញ់ហ្នឹងគឺមិនមែនជារឿងអីដែលប្លែកទេប្រទេសណាក៏គេធ្វើអញ្ចឹងដែរនៅពេលដែលយើងខ្សោយយើងមិនអាចវាយឈ្នះគេដើម្បីអាយុជីវិតរបស់ប្រជាប្រដ្ឋស៊ីវិលដើម្បីអាយុជីវិតរបស់កងទ័ពយើងគឺយើងបាក់ទ័ពគឺយើងព្រមលើកទង់ជ័យសយើងព្រមចុះចាញ់ប៉ុន្តែនៅក្នុងសេចក្តីថ្លៃថ្នូរមួយដែរទេមិនជាថោកអីប្រមាណទេយើងថោកនៅក្នុងន័យថាយើងមិនអាចការពារដែនអធិបតេយ្យរបស់យើងបានដោយសារសត្រូវប្រចាំមិត្តទ័ពគេខ្លាំងវាយមកសពាវុធគេក៏សម្បើមគេវាយយកដីយើងបានយើងត្រូវតែដកថយក៏ប៉ុន្តែយើងក៏ថ្លៃថ្នូរក្នុងន័យមួយដែរគឺយើងមានសិលធម៌មួយព្រមចុះចាញ់ហើយក៏ព្រមឲ្យគេយកទៅដើម្បីសន្សំជីវិតរបស់ប្រជាពលរដ្ឋយើងនិងកងទ័ពយើងនោះគឺជាគុណធម៌ទេព្រោះបើយើងចាញ់ហើយបើយើងនៅតែតដៃគេទៀតគេវាយយើងតតែម៉ត់តតែខ្ទេចតតែស្លាប់អស់អាហ្នឹងយើងកាន់តែយ៉ាប់ជាងនឹងសម្បើមទៀតផងមិនអញ្ចឹងហ៎អញ្ចឹងបានន័យថាមេដឹកនាំកម្ពុជាបង្ហាញរូបភាពពីរនៅពេលដែលចរចាព្រមឲ្យថៃនៅណានៅហ្នឹងឲ្យចោះចាញ់គេហ្នឹងរូបភាពទី1គឺយើងលើកទង់ជ័យសយើងចោះចាញ់គេដោយបរាជ័យដោយរបៀបដឹកនាំយើងគឺធ្វើឲ្យជាតិសាសន៍នេះមិនអាចតទល់នឹងគេបានទេក៏ប៉ុន្តែរូបភាពទី2គឺក៏បង្ហាញអំពីគុណធម៌និងសិលធម៌នៅក្នុងការព្រមទទួលស្គាល់ការពិតថាយើងចាញ់គេមិនឲ្យយើងគ្នាយើងស្លាប់តទៅទៀតច្រើនទុកជីវិតយើងកសាងកម្លាំងថ្ងៃក្រោយចាំវាយបកវិញក៏បានដែរអាហ្នឹងវាជាសិលធម៌ទេចំពោះខ្ញុំគិតថាបើរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថាចោះចាញ់គេអត់អីទេយើងវាអន់យើងចោះចាញ់តែប៉ុន្តែក៏យើងទទួលស្គាល់ថាយើងមានសិលធម៌មួយនៅក្នុងការតើចាញ់ក៏ចាញ់ចោះប៉ុន្តែដើម្បីសុខដុមរមនារបស់ប្រជាពលរដ្ឋយើងទប់ប៉ុណ្ណឹងសិនប៉ុន្តែប្រវត្តិសាស្ត្របានចែងឲ្យថាទី1គឺខ្មែរចាញ់ថៃតែខ្មែរព្រមលើកទង់ជ័យសឲ្យអង្វរថៃសូមឲ្យទុកប៉ុណ្ណឹងសិនទៅកុំឲ្យទៅណាប៉ុន្តែនៅក្នុងពេលហ្នឹងយើងបែរការកប់ត្រឡប់ជួនថាយើងនៅយុទ្ធខ្លាំងពីកម្លាំងយើងចង់វាយដល់បាងកកក៏បានដែរតែចង់ឲ្យថៃចូលមកសិនមកយកខ្លះអីចឹងទៅដើម្បីធ្វើហេដ្ឋារចនាសម្ព័ន្ធលើប្រាសាទលើដែនដីខ្មែរយើងហ្នឹងដល់ពេលយើងវាយព្រឹបយកវិញឬក៏ដណ្ដើមយកវិញយើងបានអាទាំងអស់អត់អស់លុយ1រៀលថៃគេធ្វើឲ្យហើយណែវាទៅជាសម័យប្រទេសផ្ដាស់ចេះទៅវិញពេលដែលយើងចាញ់គេដែលយើងប្រពន្ធជន់កយើងសកាត់កជាប់នៅលើផ្ទះហើយនៅស្រែកតែហងរៀងនៅហងរៀងនៅឲ្យអ្នកភូមិហ្នឹងគេមករត់មកជួយលន់ថាប្តីវាយប្រពន្ធតាមពិតប្រពន្ធជន់កប្តីជាប់ដកស្លាប់ហ្នឹងក៏តែប្តីហ្នឹងចរិតគាត់មិនចង់ឲ្យអ្នកភូមិថាគាត់នឹងអន់ជាងប្រពន្ធស្រែកឲ្យអ្នកស្រុកដឹងថាគាត់មិនចាញ់ប្រពន្ធទេគឺខ្លាំងអញ្ចឹងមកប៉ុន្តែបើធ្វើបែបហ្នឹងដូចជាមួយយ៉ាងដែរបើចំពោះរឿងគ្រួសារយើងសុកចិត្តចាញ់ប្រពន្ធនៅក្នុងផ្ទះប៉ុន្តែយើងប្រាប់អ្នកក្រៅថាយើងគ្រាន់បើអាហ្នឹងវាមិនអីដែរទេវាបានប្រយោជន៍ទៅប្រពន្ធក៏ប៉ុន្តែនៅក្នុងរឿងនេះវាជារឿងមួយគួរឲ្យអស់សំណើចដែរដោយសារតែអីយើងនៅតែអួតយើងតែអីចឹងទៅធ្វើឲ្យប្រជាពលរដ្ឋរកម្មចិត្តហើយនៅក្នុងពេលជាមួយគ្នាហ្នឹងឥឡូវនៅពេលដែលថៃឲ្យចរចាឲ្យវាស់វែងថៃគេប្រើផែនទីខ្នាតលើ50,000យើងមួយលើ200,000បិទបាត់ចប់បាត់ថៃស៊ីផុយព្រោះអីថៃដំបងគឺថាអឺដូចចង់និយាយថាថៃគេថាហ្នឹងឥឡូវចឹងក៏ចឹងវាស់ប៉ុន្តែដល់ហើយគេដូរកន្លះឆាច់គេថាវាស់ទៅបើប្រើផែនទីខ្នាតលើ50,000អានឹងចូលក្នុងដីគេទាំងអស់អញ្ចឹងកម្ពុជាស្រឡះដៃធេងតែម្ដងមកដល់ម៉ោងនេះហើយមិនត្រឹមតែស្រឡះដៃធេងទេអាព្រមព្រៀងគ្នាប៉ុណ្ណឹងថៃរំលោភរហូតក្រោយបាត់ជប់បាញ់នេះដាក់បលាលួសដាក់កុងតឺន័រហើយមិនមែនយើងអ្នកនិយាយទេរដ្ឋាភិបាលកម្ពុជាអ្នកនិយាយខ្លួនឯងថាថៃបានឈ្លានពានលើសពីបាត់ជប់បាញ់បំពេញតវ៉ាបដិសេធជំទាស់ជូនដំណឹងមិនទទួលស្គាល់ស្នើឲ្យដកថយនិយាយទៅគឺធ្វើជាង800លើកហើយតែថៃអត់មានបានស្ដាប់ទេគឺទៅត្រកឥឡូវថ្ងៃនេះគឺកាន់តែសម្រុករាយបលាលួសកាន់តែជ្រៅទៀតគឺនៅថ្ងៃទី7ខែកក្កដានេះទាហានថៃរាយបលាលួសជីកបន្លាយរំលោភយកដីខ្មែរនៅចន្លោះបកគោលព្រំដែនលេខ13និងបកគោលព្រំដែនលេខ14ណោះទៅដល់នោះទៀតហើយទៅភ្នំតាថងឯណាតំបន់អូស្មាច់ឯណាណោះខេត្តឧត្តរមានជ័យហើយបកគោលព្រំដែនទាំងហ្នឹងគឺបើតាមអ្នកដែលឃ្លាំមើលសង្គមដូចលោកអ៊ុំសំអានអីគាត់ថាជាបង្គោលសង់ថ្មីចាស់មិនមែនជាបង្គោលព្រំដែនដែលសាងសង់ពីសម័យបារាំងចន្លោះឆ្នាំ1919ដល់ឆ្នាំ1920ទេអស់ពីកន្លែងហ្នឹងឥឡូវនៅគ្រឿងចក្រយកទៅចែករាយបលាលួសបកគោលព្រំដែនហ្នឹងនៅអាតំបន់អូស្មាច់ហ្នឹងគឺមានតកតងនឹងរឿងដែលរដ្ឋាភិបាលកម្ពុជាខ្លួនឯងថ្ងៃហ្នឹងប្រកាសដំណឹងទៀតពេលដែលនាំ AOT អាស៊ានទៅហ្នឹងចុះទៅមើលអាព្រំដែននៅកំរៀងហ្នឹងអាព្រំបកគោល
52ដល់59នេះនោះនៅខេត្តបាត់ដំបងទៅភ្លាមចុះទៅទទួលស្គាល់ថាថៃគេធ្វើអាហ្នឹងនៅក្នុងដីគេគ្រាន់តែធ្វើមកគៀកនឹងបង្គោលព្រំដែនរបស់ខ្មែរហើយធ្វើឲ្យខូចបង្គោលព្រំដែនមួយបាក់បែកបង្គោលព្រំដែនគ្រាន់តែបាក់បែកបង្គោលព្រំដែនប៉ុន្តែថាអាការសង់ហ្នឹងគឺគេសង់ក្នុងដីគេដោយឯកតោភាគីពុំមានការព្រមព្រៀងពីភាគីកម្ពុជាលោកអភិបាលខេត្តបាត់ដំបងប្រមាណអាទិត្យមុននិយាយថាអាហ្នឹងគេធ្វើក្នុងដីគេតែអញ្ចឹងតើយើងមានទៅតវ៉ាអីទៅជំទាស់អីកើតបើគេធ្វើក្នុងដីគេកុំឲ្យតែប៉ះដីយើងហើយក្រសួងការបរទេសថាអាហ្នឹងមិនមែនទេរំពានចូលដីខ្មែរឥឡូវទៅមើលខ្លួនឯងក្រសួងរដ្ឋាភិបាលថ្នាក់លើហ្នឹងក៏ទទួលស្គាល់ដោយលោកសុកលូដែរថាដីហ្នឹងគឺថៃគេធ្វើនៅក្នុងដីគេទេគាត់ថាគៀកចូលនឹងលបងបកគោលព្រំដែនខ្មែរប៉ុន្តែហេតុអីបានជាថៃធ្វើក្នុងពេលដែលកម្ពុជាអត់ទាន់មានដំណោះស្រាយអីសោះយើងទៅអាចសង់លបងមិនបើពីរនាក់នឹងឆ្លោះគ្នាអត់ទាន់ត្រូវគ្នាទៅសង់លបងបេតុងទៅទៀតលោកហើយបើលបងអាស័យអីគាត់រើប្រាវទៅបាននេះចាក់បេតុងគឺថៃមានបំណងគឺចាក់គ្រឹះយកតែម្ដងអង្គទៅជាបាយអត់មានមកតវ៉ាអីទាំងអស់វាអញ្ចឹងរឿងនេះវាអញ្ចឹងបងប្អូនអញ្ចឹងបានថារឿងនេះគឺឥឡូវរដ្ឋាភិបាលទទួលស្គាល់ខ្លួនឯងឥឡូវនិយាយពីរឿងដែលសម្រុករាយបលាលួសនៅអូស្មាច់មិញនៅបកគោលលេខ13ចន្លោះលេខ13 14ភ្នំតាថងនេះអ្នកខ្លាំមើលសង្គមអីសំបីតែលោកម៉ែនណាតអីនៅដល់ន័រវេសអីគាត់នៅតែបារម្ភគាត់ថារដ្ឋាភិបាលកម្ពុជាមិនត្រូវធ្វើវិធីសាស្ត្រតវ៉ាទៅភាគីថៃតាមរបៀបដដែលនោះទេគឺត្រូវពង្រឹងសមត្ថភាពត្រូវឲ្យមានយុទ្ធសាស្ត្ររឹងមាំនិងត្រូវដើរលើផ្លូវត្រូវដូចជាប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិយុត្តិធម៌អន្តរជាតិអីចឹងទៅគាត់មានសារគាត់3 4ចំណុចហ្នឹងរាល់តែដងតែតុលាការហ្នឹងគឺមួយតុលាការអន្តរជាតិហ្នឹងគឺជាជំរើសលំបូងគេរហូតអ្នកណាក៏លើកទឹកចិត្តឲ្យធ្វើអញ្ចឹងដែរតែកម្ពុជាធ្វើដដែលហើយទៅរំពឹងថាបានលទ្ធផលថ្មីបងប្អូនដឹងថាពាក្យថាធ្វើដដែលហើយចង់បានលទ្ធផលថ្មីហ្នឹងជាទ្រឹស្ដីទស្សនវិជ្ជាទស្សនវិទូរបស់លោក Albert Einstein គាត់ថាម៉េចជាភាសាអង់គ្លេសបកប្រែជាភាសាខ្មែរមកថាការដែលធ្វើអ្វីក៏ដោយដដែលហើយរំពឹងថាចង់បានលទ្ធផលថ្មីគឺជាអំពើឆ្កួតលីលាខ្ញុំអត់មានតែនិយាយថាយើងធ្វើឆ្កួតលីលាខ្ញុំចង់និយាយថាពាក្យសុភាសិតគេហ្នឹងគឺគេមានចែងជាសកលមកអញ្ចឹងហើយគឺយើងធ្វើដដែលរំពឹងថាបានលទ្ធផលថ្មីគឺជាអំពើឆ្កួតលីលាទៅវិញទេអញ្ចឹងទង្វើដែលធ្វើកន្លងមកហ្នឹងគឺរាយការណ៍តវ៉ាជំទាស់ថ្កោលទោសថៃដាក់លបងបលាលួសតវ៉ាជំទាស់ថ្កោលទោសមិនទទួលស្គាល់ថៃដាក់កុងតឺន័រតវ៉ាជំទាស់មិនទទួលស្គាល់ថៃជីកលេនដ្ឋានតវ៉ាជំទាស់ជូនដំណឹងបដិសេធថៃសង់លបងដាក់បេតុងតវ៉ាជំទាស់មិនទទួលស្គាល់ជូនដំណឹងសុំឲ្យដកថយថៃនាំភ្ញៀវមកសែនព្រេនពេញប្រាសាទខ្មែរតវ៉ាជំទាស់មិនទទួលស្គាល់ជូនដំណឹងបដិសេធដាច់អហង្ការថៃយកគ្រឿងចាក់រកគ្រឿងអីមកគ្រប់កន្លែងផ្សេងវាស់ដីវាស់អីចែកឲ្យប្រជាពលរដ្ឋថៃហើយយើងនៅតែតវ៉ាជំទាស់បដិសេធដាច់អហង្ការមិនទទួលយកលក្ខណៈហើយយើងប្រាប់ទៀតប្រាប់ប្រជាពលរដ្ឋរាល់ថ្ងៃមន្ត្រីរដ្ឋាភិបាលប្រាប់ប្រជាពលរដ្ឋរាល់ថ្ងៃថានេះគឺជាវិធីដ៏ស័ក្តិសិទ្ធិនិងមានប្រសិទ្ធភាពបំផុតសម្រាប់តតាំងជាមួយនឹងថៃព្រោះនេះជាវិធីការទូតវិធីប្រើយន្តការទូតយន្តការផ្លូវការយន្តការអន្តរជាតិយន្តការស្របច្បាប់ដែលរដ្ឋាភិបាលធ្វើហាអន្តរជាតិគាត់ធ្វើគ្រប់យ៉ាងអត់តែមួយគត់គឺប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិហ្នឹងហ្មងខ្ញុំមិនដឹងថាយន្តការអន្តរជាតិគាត់ហ្នឹងគាត់ធ្វើហ្នឹងហេតុអីបានជាអន្តរជាតិមានទាំងអស់ម្លងយកតែអន្តរជាតិធំមួយទៅយកតែអន្តរជាតិទូចមួយយកមកប្រើរាល់ថ្ងៃអន្តរជាតិធំហ្នឹងគឺប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិធីបចោលហ្មងអត់និយាយហើយមកយកតែទូចហ្នឹងទៅទូងស្គរធ្លុះអស់ហើយដល់ពេលអញ្ចឹងទៅប្រជាពលរដ្ឋកើតជំងឺ stress ឥឡូវយើងនិយាយអំពីអ្វីដែលរដ្ឋាភិបាលតវ៉ាថ្ងៃហ្នឹងធ្វើទៀតអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបាននិយាយថាពលរដ្ឋថៃធ្វើស្រែចម្ការហួសចូលក្នុងដីខ្មែរនៅចន្លោះបង្គោលព្រំដែនលេខ52 59អា52 59នៅកំរៀងភ្នំព្រឹកខេត្តបាត់ដំបងលោកសុកលូថាអត់មាននរណារំលោភចូលដីខ្មែរទេគេធ្វើតែគេអីតែគេទៅលបងខ្ញុំចង់និយាយចឹងអាលបងបេតុងហ្នឹងឥឡូវពេលដែលក្រសួងឬក៏ AOT អាស៊ាននិងក្រសួងការបរទេសក្រសួងការពារជាតិចុះទៅថាថៃគេរំលោភចូលចការខ្មែរដល់ចូលដីស្រែចម្ការខ្មែរដោយខុសច្បាប់ហើយអភិបាលខេត្តអត់ថាខុសអីសោះអភិបាលខេត្តនៅកន្លែងហ្នឹងអត់ថាអីខុសតតែខាងលើទៅបានថាគេធ្វើដីស្រែហ្នឹងចូលឥឡូវនេះរដ្ឋាភិបាលបានតែនិយាយអញ្ចឹងថានាំ AOT ចុះទៅឃើញ
ឃើញខាងភាគីថៃគឺនាំគ្នាធ្វើស្រែចម្ការចូលក្នុងដីខ្មែរហើយតវ៉ាទៀតគេសង់ដីគេធ្វើស្រែចូលដីយើងអីយើងហើយយើងនៅតែតវ៉ាចុះអត់រុញគេទៅខ្លះទេឲ្យថាណែដីនេះដីខ្មែរយើងអត់ទាន់ព្រមព្រៀងគ្នាទេផ្អាកសិនទៅរដូវហ្នឹងវាដាច់ពោះងាប់មែនធ្វើស្រែហ្នឹងចាំរដូវក្រោយទៀតទៅហើយដូចចាំមកបជាតែកន្លែងកំពុងតែមានបញ្ហាហ្នឹងអត់ស្ដាប់យើងប៉ុណ្ណឹងគេមិនទាំងស្ដាប់យើងតែបន្តិចហើយទៅយើងនៅតែតវ៉ាអញ្ចឹងទៀតទៅបាទឥឡូវនេះគឺអត់តែម្យ៉ាងទេគឺអត់ប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិហើយទៅមកនាំគ្នាជជែកបាច់ខ្ទិះពីរឿងថាខ្មែរគ្មានសិទ្ធិប្តឹងទៅតុលាការអន្តរជាតិ ICC ហ្នឹងទេចាញ់មកអស់ហើយម្ដងនេះឃើញបណ្ឌិតកវីតំណាងរាស្ត្រអ្នកណាមកអូយស្រោចខ្ញុំសប្បាយចិត្តមែនទែនដែលម្ដងនេះយើងឃើញបញ្ញវន្តខ្មែរប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈដូចថាអើយលែងនៅស្ងៀមហើយនាំគ្នានិយាយម៉ាត់ពីរទៅពីរឿងតុលាការព្រហ្មទណ្ឌអន្តរជាតិនេះគឺឡើងមកស្រស់ទាំងតំណាងរាស្ត្រទាំងមេបកនយោបាយតាំងពីអ្នកច្បាប់បញ្ញវន្តកវីអ្នកណាដែលមិនដែលនិយាយអីសោះក៏ឡើងមកនិយាយបកស្រាយពីតុលាការព្រហ្មទណ្ឌអន្តរជាតិហើយ99.99%ដែលអ្នកទាំងអស់នោះឡើងមកនិយាយគឺនិយាយក្បត់សច្ចធម៌និយាយក្បត់ការពិតនៃដំណើរនីតិវិធីនៅតុលាការព្រហ្មទណ្ឌអន្តរជាតិដោយនិយាយតែមួយជ្រុងគឺធ្វើយ៉ាងម៉េចយកតែមកឈ្នះដៃការពីរដ្ឋាភិបាលកម្ពុជាអត់ប្តឹងថៃទៅតុលាការអន្តរជាតិនឹងត្រូវហើយព្រោះយើងអត់មានអ្នកណាផ្សេងក្រៅពីរដ្ឋាភិបាលកម្ពុជាប្តឹងបានទេគឺមានតែរដ្ឋាភិបាលកម្ពុជាមួយគត់ដែលជាអ្នកមានសិទ្ធិប្តឹងអ្នកណាក្រៅស្រុករដ្ឋាភិបាលអីក៏ប្តឹងបានដែរគេនិយាយអញ្ចឹងហើយពេលហ្នឹងអត់ប្រាប់ថាចុះបើដឹងតែខ្លួនឯងប្តឹងបានហេតុអីក៏មិនប្តឹងខ្ញុំកំពុងតែឆ្ងល់នេះហើយនាំគ្នាការពារដើម្បីឲ្យដឹងថាខ្លួនឯងមានសិទ្ធិប្តឹងល្អហើយប៉ុន្តែអស់លោកមានដឹងថាអានឹងជាកំបិតចិត្តដងឯងទេនៅពេលដែលយើងនិយាយថាខ្លួនមានសិទ្ធិប្តឹងហើយមានសិទ្ធិគ្រប់គ្រាន់តែខ្លួនឯងអត់ព្រមប្តឹងច្បាប់របស់ ICC គេចែងច្បាស់ហើយតើថារដ្ឋាភិបាលក៏ប្តឹងបានប្រជាពលរដ្ឋក៏ប្តឹងបានអង្គការសង្គមស៊ីវិលក៏ប្តឹងបានអ្នកណាក៏ប្តឹងបានដែរពីបទល្មើសតាក់ទងនឹងការឈ្លានពានអំពើបលាយពូជសាសន៍អក្រិតកម្មប្រឆាំងមនុស្សជាតិនិងការដែលមានអក្រិតកម្មសង្គ្រាម4បទល្មើសធំនេះអ្នកណាប្តឹងក៏បានដែរមិនចាំបាច់តែប្រទេសសម័យទេសូមទៅមើលវីដេអូខ្ញុំម្ដងទៀតដែលខ្ញុំបានផ្សាយនៅតាមបណ្ដាញសង្គម Facebook អញ្ជើញមើលទៅហើយឆ្វេងយល់ទាំងអស់គ្នាជាជាងការដែលមកប៉ាតណាប៉ាតណីហើយបើសិនជាបងប្អូនទាំងអស់គ្នាមកការពារខ្មែរយើងចង់និយាយថាការពារនៅក្នុងន័យថាយើងទៀមទាថាការប្តឹងថៃហ្នឹងគឺយើងមានសិទ្ធិអាហ្នឹងខ្ញុំសប្បាយចិត្តព្រោះអីយើងជាជនរងគ្រោះយើងអត់មានកម្លាំងទៅវាយគេទេយើងសុកចិត្តលើកទង់ជ័យសហើយចង់បានសុខសន្តិភាពហើយអ្នកណាក៏គ្រប់គ្រងដែររឿងសុខសន្តិភាពហ្នឹងប៉ុន្តែសុខសន្តិភាពនៅក្នុងន័យថាយើងជារដ្ឋអធិបតេយ្យយើងការពារសិទ្ធិស្វ័យយ័តដើម្បីការពារតម្លៃអធិបតេយ្យជាតិរបស់ខ្មែរអត់មានឲ្យអ្នកណាទន្ទ្រានឈ្លានពានបានស្រេចចិត្តទេបើយើងបាត់បង់ការដែលការពារខ្លួនបែបនេះយើងអស់ពលឹងជាជាតិសាសន៍ខ្មែរហើយគឺគេឈ្លានពានយើងបានស្រេចចិត្តយើងនៅសល់អីទៀតមើលខ្ញុំឆ្ងល់ថាយើងសល់អីទៀតអញ្ចឹងហើយបានជាយើងឲ្យថានាំគ្នាបកស្រាយយ៉ាងម៉េចដើម្បីឲ្យយើងមានកម្លាំងប្តឹងគេទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះដោយមិនចាំបាច់មកខ្ទាស់យកជើងរាទឹកឬក៏មកចោទប្រកាន់ក្រុមអ្នកដែលគេប្តឹងថាជាក្រុមអត់បានការឬភ្លីភ្លើឬធ្វើខុសច្បាប់ទេយើងអត់ធ្វើដូច្នេះបានទេខ្មែរ18លាននាក់គឺត្រូវតែនៅអាវុធចុងក្រោយរបស់យើងមានតែតុលាការអន្តរជាតិហ្នឹងហេតុអីបានជាយើងនាំគ្នាហែកវាចោលទៀតដូច្នេះយើងកុំឆ្លោះគ្នាបែបនេះអញ្ចឹងយើងឆ្លោះគ្នាយើងធ្វើឲ្យថៃមើងងាយយើងហើយយើងចូលសងនៅក្នុងការបំរើមហិច្ឆតាថៃដោយឥតដឹងខ្លួននៅពេលដែលអស់លោកកំពុងតែការពារចោតប្រកាន់គេថាក្បត់ជាតិនៅខាងថៃតែខ្លួនឯងនៅខាងថៃទៅវិញអាហ្នឹងកុំធ្វើអញ្ចឹងហើយដែលធ្វើឲ្យឃើញនៅខាងបកខ្មែរកំពុងតែឆ្លោះគ្នាយើងនៅខាងគេគឺយើងកំពុងតែបំផ្លាញគ្នាឯងហើយឥឡូវខ្ញុំនៅតែលើកទឹកចិត្តបងប្អូនគ្មានរឿងអីដែលត្រូវអល់ឯកទេការដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិអត់ត្រូវអល់ឯកទេហើយធ្វើឲ្យឆាប់តាមដែលអាចធ្វើទៅបានហើយបានហើយសម្រាប់ការតវ៉ាទៀតទៅព្រោះអីថៃឈ្លានពានចូលដែនអធិបតេយ្យលើសពីអ្វីដែលព្រមព្រៀងនៅក្នុងបទឈប់បាញ់ថ្ងៃ27ខែធ្នូឆ្នាំ2025ថៃអត់មានសិទ្ធអីមកធ្វើអីស្រេចតាមក្បាលវ៉ាល់របស់ខ្លួនចឹងទេព្រោះអីលើសពីផុតពីកិច្ចព្រមព្រៀងខ្មែរយើងមានសិទ្ធរហូតតតែបាញ់តបទៅទៀតហ៎ដើម្បីការពារអធិបតេយ្យដែលថៃឈ្លានពានដែនយើងខុសពីបទព្រមព្រៀងអាហ្នឹងគឺច្បាប់ចែងយើងការពារខ្លួនអត់ខុសច្បាប់អត់បង្កសង្គ្រាមអត់អីទាំងអស់តែខ្ញុំមិនទៅលើកទឹកចិត្តឲ្យតែយើងធ្វើសង្គ្រាមទៅឲ្យសមទៅនឹងអ្វីដែលលោកហ៊ុនសែនអះអាងថាយើងស្រឡាញ់សុខសន្តិភាពស្រឡាញ់ណាស់ជាមួយគេឈ្លានពានបើខ្មែរគ្នាឯងវិញងើបមួយវាយមួយ
យើងធ្វើអញ្ចឹងយើងបោកប្រាស់ប្រជាពលរដ្ឋអានយោបាយប្រជាពិធដ្ឋហ្នឹងគឺអាខ្មែរគ្នាឯងហ្នឹងគឺអ្នកណាក៏ងើបមួយវាយមួយដែរប៉ុន្តែថៃអូយើងណែចឹងទៅជូនដំណឹងគេទៅយើងស្អំចឹងយើងស្ងប់ស្ងៀមស្ងប់ស្ងាត់អីចឹងទៅឥឡូវចូលដល់ប្រជាពលរដ្ឋខ្មែរណែនៅពេលដែលយើងអញ្ចឹងនាំគ្នាមានមន្ត្រីខ្មែរនិយាយពីរឿងខ្មែរគ្នាឯងហ្នឹងគឺវល់ទៀតហើយពលរដ្ឋខ្មែរអស់សំណើចនឹងមន្ត្រីក្រសួងរ៉ែដែលថាខ្សាច់នឹងថ្មភ្នំមនុស្សហូបអត់បានខ្ញុំឆ្ងល់ដែរថាហេតុអីបានជាសារអញ្ចឹងអីចាំបាច់មន្ត្រីអស់ហ្នឹងប្រាប់យើងមែនទេបងប្អូនដឹងថាថ្មភ្នំហើយនឹងខ្សាច់ហ្នឹងគេហូបអត់បានអញ្ចឹងឬក៏គេហូបបានអស់ហើយអត់តែយើងទេបងប្អូនខ្ញុំដូចជាឆ្ងល់ដែរបើសិនជាគុំលោកណែអីអឹងអៀងរដ្ឋលេខាធិការក្រសួងរ៉ែនឹងគាត់លើកឡើងប្រហែលជាខ្ញុំអត់ដឹងថាអាថ្មភ្នំនិងខ្សាច់ហ្នឹងគេហូបអត់បានបងប្អូនខ្ញុំហូបបាក់ធ្មេញងាប់អស់ហើយដឹងចាស់ហេតុអីបានជាយើងរកពាក្យនិយាយមកកណោនិយាយអត់បានខ្ញុំកំពុងតែឆ្ងល់នេះឬដែលជាមន្ត្រីដែលតំណាងឲ្យប្រជាពលរដ្ឋឬក៏ស៊ីប្រាក់ខែរាជដើម្បីដោះស្រាយបញ្ហាជូនរាជពេលដែលរាជគេទៅសួរយើងសួរនាំពីរឿងបាត់ភ្នំបាត់ខ្សាច់ហើយចម្លើយអស់លោកនិយាយចឹងអូអស់លោកទៅប្រាប់គេថាអូបាត់ភ្នំបាត់ខ្សាច់មកសួរពួកខ្ញុំមានអ្នកណាគេហូបបានខ្សាច់នឹងភ្នំហ្នឹងគេអត់ដែលហូបទេអញ្ចឹងកុំឆ្ងល់ថាវាបាត់ទៅណាណាមួយចម្លើយគាត់និយាយចឹងវិញណាគាត់ចង់និយាយថាអាខ្សាច់ភ្នំហ្នឹងមនុស្សហូបអត់បានទេអញ្ចឹងវាអត់ចូលពោះទៅខ្លាយទៅជាលាមកអីទេគឺគាត់ចង់និយាយថាយកទៅធ្វើអាគារសាងសង់នេះធ្វើផ្លូវស្ពានថ្នល់ឬក៏គម្រោងសាងសង់ហេដ្ឋារចនារូបវ័ន្តអីចឹងគាត់តែមិនដឹងក៏ប៉ុន្តែហេតុអីគាត់តែមិនបញ្យល់អញ្ចឹងឆ្ងល់ដែរអញ្ចឹងបានខ្មែរយើងគេប្រាប់ថាទម្លាប់ធំជាងច្បាប់បើត្រាប់កុំត្រាប់ខ្លៅត្រាប់ប្រាច់លោកបដៅស្ដីកូនចៅស្ដីឲ្យស្មោះហើយបើជាមន្ត្រីទៀតណាពាក្យពេចន៍ដែលប្រើប្រាស់ហ្នឹងគឺប្រយ័ត្នប្រយែងណាស់អស់លោកអើយអស់លោកកំពុងតែមើលងាយរាសទាំង18លានអ្នកហ្នឹងថាគេហូបបាយត្រឡោកដោយសារអស់លោកមានគ្នាមានខ្នងមានបាក់មានពួកហើយនិយាយអីអត់កម្របអីក៏បានដែរអស់លោកគឺអញ្ចឹងតែម្ដងហើយដល់ពេលអាមីអាថោងតាមគ្នាម៉ាយកតែសងតែស្កអាជ័យធ្លាក់ទឹកហើយអើទៅទាំងអស់ទាំងចប៉ីទាំងធរមេទៅមេកូនទៅកូនមកតបនឹង4អត់មាននរណាក្រាន់បើជាងនរណាទេហើយដល់ពេលគេទៅគេនិយាយអស់លោកមកចោតគេថាក្រុមឧទាមក្រុមប្រឆាំងក្រុមអីចាប់គេដាក់គុកពមៀនគេពមៀនអីអញ្ចឹងតែមន្ត្រីរាជការណាអស់លោកត្រូវយល់ណាមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ណាស់ព្រោះអីយើងជាមន្ត្រីរាជការបម្រើរាជទី1ក្រមសីលធម៌ក៏ខ្ពស់វិជ្ជាជីវៈក៏ខ្ពស់ហើយការអត់ធ្មត់នឹងក៏ខ្ពស់ដែរមិនមែនអីបន្តិចប្តឹងប្រជាពលរដ្ឋមិនមែនអីបន្តិចមករករឿងប្រជាពលរដ្ឋទេគេថ្នមណាស់ព្រោះដោយសារលោកបានជាប់ឆ្នោតដោយសារតែរាជបោះឆ្នោតឲ្យហើយលោកស៊ីប្រាក់ខែរាជទៀតលោកជាខ្ញុំបម្រើរបស់រាជតាតែអស់លោកធ្វើតកែរាជថាអីក៏បាននិយាយអីក៏បានដែរហើយឲ្យគេសើចពេកជ្រាយហើយដល់មន្ត្រីអស់ទាំងហ្នឹងដែលធ្វើឲ្យគណៈបកប្រជាជនកម្ពុជាហ្នឹងលលាយប្រជាប្រិយហ្នឹងដោយសារអញ្ចឹងប៉ុន្តែអស់លោកអត់ខ្វល់ផងព្រោះអីមេអស់លោកពេលខ្លះបាតផ្សារប៉ាតណាប៉ាតណីអាមឹងហែងកាប់ចាក់អីចឹងដែរដល់ចឹងទៅវាច្បល់គេថាដឹងឆ្ងើយត្បិតដងកូនសោតរែងឆ្កងត្បិតមេបាឥឡូវមេបាអញ្ចឹងដែរទៅខ្វល់ស្អីណានាក៏ដូចណានាដែរកូនក្រោតក៏ដូចកូនកធាប់កូនកធាប់ក៏ដូចកូនអាជ័យដែរដូចតាម៉ាយកតែសងទៅតាមតែគ្នាទាំងអស់អញ្ចឹងទៅហើយហេតុអីបានជាលោកអត់ចេះរើសពាក្យអីក៏និយាយទៅគាត់ថារឿងហូបខ្សាច់ដល់អញ្ចឹងទៅមានបងប្អូនតាមបណ្ដាញសង្គមអីហ្នឹងគាត់ឌឺដងគាត់អឺគាត់ថាគាត់ថាគាត់លើកឌឺដងគាត់ថាចេះទៅអញ្ចឹងទៅអត់ដែលដឹងសោះបើកុំមានមន្ត្រីខ្មែរប្រាប់ថាខ្សាច់ហើយថ្មហូបអត់បានកុំអីងាប់ហើយហូបតាពីបាក់ថ្មិញអស់ណាបាទឥឡូវយើងបន្តទៅទៀតតកតងនឹងរឿងយុទ្ធសាស្ត្រកម្ពុជានាំកង្កែបចេញពីអណ្ដូងធ្វើឲ្យប្រជាពលរដ្ឋរិះគន់រឿងរើសពាក្យពេចន៍រំលេចភាពអស់សំណាចទៀតតាមពិតបងប្អូនមែនតើនាំគ្នាទៅខ្លាំងពេកគ្រប់គ្នាអ្នកណានិយាយអំពីយុទ្ធសាស្ត្រកម្ពុជានាំកង្កែបចេញពីអណ្ដូងហើយប្រយោជន៍អីគេអាកង្កែបចេញពីអណ្ដូងហ្នឹងអ្នកដែលនិយាយមិនមែនរាសាមញ្ញទេបងប្អូនបើរាសាមញ្ញនិយាយក៏ថាមិនអីដែរក៏ប៉ុន្តែអ្នកមន្ត្រីជាន់ខ្ពស់និយាយក៏វាមិនអីដែរព្រោះអីចេះនិយាយទៅគឺលោកហួតហាក់ដែលជារដ្ឋមន្ត្រីក្រសួងទេសចរគាត់ថាឥឡូវកម្ពុជាមានអភិក្រមថ្មីហើយដែលលោកបង្កើតឬក្រសួងទេសចរអ្នកបង្កើតហ្នឹងគឺនាំកង្កែបចេញពីអណ្ដូងតាមពិតបំណងរបស់គាត់ល្អឯងចាំមើលគាត់និយាយចេះគាត់ថាកម្ពុជាមានរបស់ពិសេសអស្ចារ្យនាំសក្តានុពលកម្ពុជាទៅកាន់ពិភពលោកឲ្យពិភពលោកស្គាល់គឺនឹងមកភ្លក់នឹងចង់ភ្លក់រសជាតិដកស្រង់ប័ណ្ណពិសោធន៍
យកទៅវិញទៅស្រុកក្រៅវិញផ្សព្វផ្សាយបន្តហើយជាពិសេសចង់ត្រឡប់មកវិញអញ្ចឹងនេះគឺជាជោគជ័យមួយរបស់រដ្ឋាភិបាលហើយគឺនាំកង្កែបចេញពីអណ្ដូងហើយស្អីគេកង្កែបហ្នឹងកង្កែបបើយើងអានចេះអានកង្កែបនាំកង្កែបចេញពីអណ្ដូងស្អីកង្កែបឲ្យប្រកបវាអត់ដឹងថាគាត់បញ្យល់កង្កែបខ្មែរហើយខ្មែរយើងទទួលស្គាល់ថាខ្មែរជាកង្កែបក្នុងដងខ្ញុំថាជារឿងល្អដែរដែលដល់យូរទៅកង្កែបហ្នឹងវាទៅជារឿងខ្មែរយើងវិញតែប្រជាពលរដ្ឋខ្មែរគាត់ថាយើងជាកង្កែបក្នុងដងដែលយើងទទួលស្គាល់ការពិតដែលខ្មែរយើងជាកង្កែបក្នុងដងតាំងពីអង្កលតែល្អទៅវិញទេខ្ញុំសូមសរសើរលោកហួតហាក់ដែលទទួលស្គាល់ការពិតហើយថាមានទទួលស្គាល់ថាក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលកម្ពុជានៃគណៈបកប្រជាជនកម្ពុជារបស់អស់លោកហ្នឹងគឺប្រជាពលរដ្ឋខ្លាយទៅជាកង្កែបនៅក្នុងដងយើងអាចដែលទទួលស្គាល់ការពិតទេតែឥឡូវតាមពិតអ្នកដែលកង្កែបនៅក្នុងដងមែនតើមិនមែនប្រជាពលរដ្ឋទេខ្ញុំនិយាយឲ្យស្មោះគឺមន្ត្រីដូចអស់លោកដូចលោកហួតហាក់នឹងឯងដែលជាកង្កែបនៅក្នុងដងឥឡូវនាំចេញមកក្រៅមកក៏ល្អដែរខ្ញុំជួយសាទរឲ្យបានឃើញពន្លឺព្រះអាទិត្យឬក៏ពិភពខាងក្រៅឲ្យផុតពីមាត់ដងហ្នឹងទៅឲ្យឃើញថាតើគេដើរដល់ណាហើយបំណងរបស់លោកហួតហាក់ល្អទេខ្ញុំជឿថាគាត់មិនមានបំណងចេតនាអីអាក្រក់ទេព្រោះគាត់ចង់ជួយជាតិយើងដែរគាត់និយាយដើម្បីឲ្យមានទេសចរឲ្យមានអ្នកវិនិយោគមានអីចូលទៅស្រុកខ្មែរទៅដើម្បីស្ដារសេដ្ឋកិច្ចដើម្បីឲ្យគេមកលេងប្រាសាទអង្គរមានភ្ញៀវមានប្រាក់ចំណូលដល់កសិករពលករកម្មករឬក៏អ្នករត់ម៉ូតូស៊ីក្លូកង់3អីលាក់ហ្នឹងទៅវាជារឿងល្អទេបើយើងនិយាយឲ្យមែនតើព្រោះភ្ញៀវធ្លាក់ចុះ50%ហើយភ្ញៀវបរទេសអញ្ចឹងបើយើងអត់ប្រឹងកែច្នៃដើម្បីលើកស្ទួយមុខមាត់គេឈ្មោះកម្ពុជាទៅលើឆាកអន្តរជាតិទេគឺកម្ពុជាដាច់បាយហើយលោកហួតហាក់ហ្នឹងក៏មានចំណែកនៅក្នុងការធ្វើយ៉ាងម៉េចដើម្បីកុំឲ្យប្រជាពលរដ្ឋដាច់បាយដែរដូច្នេះនេះជាគុណធម៌របស់លោកទេអំពើនេះជាអំពើថ្លៃថ្នូរអំពើល្អសម្រាប់ថ្នាក់ដឹកនាំក្រសួងទេសចររបស់រដ្ឋាភិបាលកម្ពុជាតើនិយាយទៅយើងទាំងអស់គ្នាគួរសាទរគាត់ដែរទេខ្ញុំក៏មែនតើការដែលចង់ធ្វើឲ្យកម្ពុជាល្បីឲ្យគេស្គាល់យើងឲ្យអីដើម្បីបានប្រយោជន៍ដល់ប្រជាពលរដ្ឋទាំង18លាននាក់នេះគឺជាទង្វើថ្លៃថ្នូរគុណធម៌តាខ្ញុំអបអរសាទរនិងត្រេកអរក៏ប៉ុន្តែការជ្រើសរើសពាក្យពេចន៍នេះវាហាក់បីដូចជាមិនត្រូវនឹងន័យនេះសោះហេតុអីបានទៅជាកង្កែបនៅក្នុងអណ្ដូងហេតុអីបានជាប្រៀបប្រដូចអ្វីដែលជាត្រៃរតនៈឬក៏របស់ល្អគុណតម្លៃរបស់ខ្មែរវាទៅជាកង្កែបទៅក្នុងដងមនុស្សពលរដ្ឋខ្មែរជាកង្កែបនៅក្នុងដងនិយាយទៅអ្វីដែលគាត់លើកមកហ្នឹងគឺសំដៅទៅលើផលិតផលសំដៅទៅលើអ្វីដែលល្អសំដៅទៅលើអេរយាប័តប្រជាពលរដ្ឋកម្ពុជាសំដៅរឿងគ្រប់យ៉ាងដែលចង់យកទៅឲ្យពិភពលោកឃើញបង្ហាញគេទៅថានេះជាកង្កែបក្នុងដងទេឥឡូវចេញមកឲ្យឃើញហើយគេជាកង្កែបហ្នឹងមានផលអីមានប្រយោជន៍អីបងប្អូនបើជាពេជ្រចរណៃជាពេជ្រមិនទាន់ច្នៃជាគ្រឿងរតនត្រ័យជាសម្បត្តិធម្មជាតិជាអ្វីដែលកប់ទុកយូរហើយដែលវាគ្មានផូរផង់គ្រាន់តែយើងអត់មានឱកាសដើម្បីបង្ហាញពិភពលោកឲ្យបានដឹងពីអ្វីដែលល្អអំពីប្រជាពលរដ្ឋខ្មែរប្រព័ន្ធដឹកនាំរដ្ឋប្រព័ន្ធសុវត្ថិភាពប្រព័ន្ធនយោបាយប្រព័ន្ធសិទ្ធិមនុស្សសុខសន្តិភាពប្រព័ន្ធយន្តហោះធ្វើដំណើរប្រព័ន្ធសន្តាគារបដិសន្តារកិច្ចការទទួលភ្ញៀវអាហារហូបចុកបរិយាកាសសន្តិសុខសង្គមលក្ខណៈវាល្អណាស់តែអញ្ចឹងយើងត្រូវតែបង្ហាញទៅពិភពលោកឲ្យឃើញអំពីសក្តានុពលអ្វីដែលយើងមានទៅអួតគេអាហ្នឹងវាជាត្រៃរតនសម្បត្តិរបស់ខ្មែរដើម្បីអួតមិនមែនជាកង្កែបនៅក្នុងដងទេពាក្យកង្កែបនៅក្នុងដងគឺសំដៅទៅលើភាពអវិជ្ជមានតាបានន័យថាមនុស្សអត់ដឹងពិភពខាងក្រៅទេនៅងងឹតនឹងនេះអញ្ចឹងបានខ្ញុំថាកង្កែបនៅក្នុងដងដែលលោកនិយាយនេះអត់សំដៅប្រជាពលរដ្ឋខ្មែរទេគឺសំដៅទៅលើមន្ត្រីរាជការខ្មែរថ្នាក់ដឹកនាំទាំងអស់ហ្នឹងដែលធ្វើខ្លួនឲ្យទៅជាកង្កែបនៅក្នុងដងហើយនាំឲ្យប្រជាពលរដ្ឋខ្មែរហ្នឹងខ្លាយទៅជាកង្កែបនៅក្នុងដងពួកយើងដឹកនាំប្រទេសឲ្យគេខ្លៅខ្លាចឃ្លានប្រជាពលរដ្ឋខ្មែរឆ្លាតវៃណាស់លោកក្លាហានឆ្លាតវៃបំបាក់ស្មារតីឲ្យខ្លៅខ្លាចឃ្លានចាប់ដាក់គុកដាក់អីអស់ហើយដល់ពេលឥឡូវមកថាពួកគាត់ជាកង្កែបនៅក្នុងដងខ្ញុំនៅតែទទួលស្គាល់ថាប្រជាពលរដ្ឋខ្មែរមិនមែនជាកង្កែបទេតែអស់លោកបង្រៀនឲ្យគាត់ខ្លាចជាកង្កែបហើយអស់លោកទាំងអស់នឹងឯងជាកង្កែបនៅក្នុងដងឥឡូវខ្ញុំសូមប្រាប់ទៅលោកហួតហាក់វិញជាយោបល់ខ្ញុំសូមសាទរការដែលចង់បើកច្រកបើកជើងមេឃបើកទ្វារឲ្យពិភពលោកបានមើលឃើញអំពីគុណតម្លៃរបស់ស្រុកខ្មែរប៉ុន្តែពាក្យជ្រើសរើសថាកង្កែបនៅក្នុងដងយកទៅឲ្យឃើញពិភពលោកនេះគឺវាហាក់បីដូចជាដឹកឆ្កែឲ្យជាអាទាសអីចឹងទៅគ្នាវាមិនដឹងថាតើទេសភាពអីយ៉ាងម៉េចទេព្រោះវាមិនបានប្រយោជន៍អីប្រហែលវាដូចថាបន្តិចបង្អាក់នៃដែលថាចាំតាមពិតបំណងល្អប៉ុន្តែនៃដែលរើសនឹងវាគួរឲ្យអស់សំណើចប៉ុណ្ណឹងឯងឥឡូវខ្ញុំនិយាយអំពីកង្កែបឬក៏គ្រឿងត្រៃរតនៈឬក៏គ្រឿងសម្បត្តិដែលខ្មែរមានតើយើងអាចអួតអីទៅលើពិភពលោកបងប្អូនឥឡូវខ្ញុំនិយាយអំពីសម្បត្តិធម្មជាតិរបស់ខ្មែរដែលពិភពលោកមិនគួរមើលរំលងប្រាសាទអង្គរវត្តដ៏បវរប្រសើរថ្លាថ្លៃជាបេតិកភណ្ឌដែលជាសម្បត្តិពិភពលោកដែលជាសម្បត្តិអច្ឆរិយៈទី7ជាប់លេខរាល់ឆ្នាំនៅលើពិភពលោកអ្នកណាក៏ស្គាល់ដែរ
ថាកម្ពុជាមានប្រាសាទអង្គរវត្តដ៏ល្បាញល្បីដែលបង្ហាញអំពីដួងព្រលឹងខ្មែរដែលបន្សល់ពីដូនតាខ្មែរអត់មានអ្នកណាអាចប្រកែកបានទេរឿងនេះអាហ្នឹងរឿងការពិតមួយប្រាសាទក្រៅពីប្រាសាទអង្គរវត្តយើងមានប្រាសាទជាង1000ទៀតដែលជាប្រាសាទប្រណិតល្អដែលតាក់ទាញភ្ញៀវទេសចរប្រចាំឆ្នាំស្រួលណាស់ហ្នឹងរឿងទី2សម្បត្តិត្រៃរតនៈរបស់កម្ពុជាដែលមានដែលពិភពលោកកម្ររកបានស្នាមញញឹមដ៏ប្រពំប្រព្រៃចរិតរស់រាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរប្រុសស្រីដែលនេះគឺជាសច្ចធម៌រឿងពិតដែលមិនអាចកែបានទេព្រោះចរិតខ្មែរជាធម្មជាតិរស់រាយរាក់ទាក់ជួយយកអាសាគ្នាល្អណាស់អ្នកណាក៏ដឹងដែរបរទេសណាចូលទៅស្រុកខ្មែរទៅលេងកន្លែងណាក៏គេមកវិញនិយាយអំពីភាពល្អរបស់ប្រជាពលរដ្ឋខ្មែរថារស់រាយរាក់ទាក់ជាប្រជាពលរដ្ឋស្លូតបូតសភាពរៀបសារណាស់ជាទូទៅគេនិយាយអញ្ចឹងដែរនេះគឺជាត្រៃរតនៈសម្បត្តិទី2របស់ខ្មែរទី3ធនធានធម្មជាតិបរិស្ថានគេបំផ្លាញខ្ទេចខ្ទីយ៉ាងណាក៏សម្រស់ដល់ប្រប្រៃនៃធនធានធម្មជាតិហ្នឹងក៏នៅតែដីខ្សាច់សក្បោះនៅឆ្នេរសមុទ្រអូជាទៀលកោះកុងថ្មីកោះកុងកោះរងកោះស្អីលាក់នៅតំបន់ឆ្នេរសមុទ្រខ្មែរហ្នឹងឆ្នេរខ្សាច់យើងជាប់លំដាប់ថ្នាក់ពិភពលោកថាឆ្នេរខ្សាច់ដ៏សក្បោះផូរផង់ដែលគឺថាល្អគយគន់ទឹកសមុទ្រពណ៌បៃតងខៀវស្រងាត់ដែលមើលទៅគួរឲ្យសប្បាយចង់ទៅលេងណាអាកាសធាតុក៏ខ្យល់បរិសុទ្ធល្អអានេះក៏ជាត្រៃរតនៈរបស់យើងដែរឥឡូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផ្លូវធ្វើដំណើរអីក៏មានភាពប្រសើរច្រើនដែរសន្តាគារផ្ទះសំណាក់ភោជនីយដ្ឋានតំបន់ទទួលរមណីយដ្ឋានអីក៏យើងមានច្រើនសម្បូរបែបហើយក៏រៀបចំសេវានេះដើម្បីទទួលភ្ញៀវឲ្យបានគត់មុតដែរភ្ញៀវមកម្ដង5លាននាក់ឯកាលពីឆ្នាំ2025ទៅមិនចុះឥឡូវនៅសល់តែ1លាននាក់ជាងឥឡូវយើងនិយាយអំពីតើយើងអត់មានត្រៃរតនៈសម្បត្តិទាំងអស់ហ្នឹងទេសំណួរសួរទៅវិញថាហេតុអីបានពិភពលោកអត់ស្គាល់ខ្មែរហេតុអីបានជាពិភពលោកអត់អាចទៅលេងខ្មែរហេតុអីបានពីពិភពលោកបំភ្លេចខ្មែរចោលនៅពេលដែលយើងមានត្រៃរតនៈសម្បត្តិទាំងអស់នេះមិនមែនកង្កែបក្នុងដូងទេខ្ញុំថារឿងទាំងអស់នេះវាកើតឡើងហើយធ្វើឲ្យខ្មែរយើងមកដល់ស្ថានភាពបែបនេះគឺដោយសារក្រុមដឹកនាំប្រទេសដោយលោកហ៊ុនហាក់នឹងឯងដែលធ្វើឲ្យកម្ពុជាខ្លាយប្រជាពលរដ្ឋខ្មែរនិងមន្ត្រីរាជការនឹងតែម្ដងធ្វើឲ្យខ្មែរខ្លួនឯងជាប្រជារាស្ត្រខ្លាយជាកង្កែបក្នុងអណ្ដូងដោយសារតែអស់លោកជាមន្ត្រីរាជការនឹងជាកង្កែបនៅក្នុងអណ្ដូងតាមពិតនាំអស់លោកឲ្យពិភពលោកឃើញទេមិនមែននាំខ្មែរទេហើយខ្ញុំជឿថាបើដើម្បីឲ្យពិភពលោកឃើញខ្មែរគឺដកអាភាពជាកង្កែបក្នុងអណ្ដូងហ្នឹងពីក្នុងខួរក្បាលរបស់ខ្មែរដែលជាមន្ត្រីដឹកនាំហ្នឹងឲ្យអស់អ្វីដែលជាត្រៃរតនៈរបស់កម្ពុជាពិភពលោកឃើញឯងមិនចាំបាច់នាំទៅទេវាមាននៅនឹងអស់ហើយមាននៅនឹងទាំងអស់ហ្នឹងគឺអ្នកណាក៏ដឹងដែរប៉ុន្តែគេទៅចាប់អត់បានគេឈោងអត់បានគេជួយអត់បានដឹងអស់លោកដឹងថាគេជួយអត់បានហើយលោកដែលធ្វើឲ្យអាផ្ទៃមេឃនៃផែនពណ៌សធាខ្មែរស្រអាប់ដោយវាំងននខ្មៅដែលអស់លោកបាត់ហ្នឹងដឹងរឿងអីហ៎សិទ្ធិមនុស្សនិងប្រជាធិបតេយ្យងើបមួយវាយមួយបញ្ហាអសន្តិសុខបញ្ហាគ្រឿងញៀនបញ្ហាឆបោកអនឡាញបញ្ហាអំពើពុករលួយបពុនិយមបញ្ហាកັບកេងលុយប្រវាញ់ប្រជាពលរដ្ឋនៅតាមពលានយន្តហោះលាក់នឹងលាក់បញ្ហារឿងអូយ100ចម្ពោះអត់មែនប្រជាពលរដ្ឋជាអ្នកខុសទេគឺមន្ត្រីរាជការខ្លួនឯងនឹងជាអ្នកដែលប្រព្រឹត្តធ្វើឲ្យខ្លួនคล้ายទៅជាវាំងននខ្មៅបាំងអាផែនពណ៌សធាខ្មែរនឹងធ្វើឲ្យគេអត់អាចទៅទទួលយកបានអញ្ចឹងភ្ញៀវទេសចរគេទៅថៃគេទៅវៀតណាមទៅឡាវថៃវៀតណាមឡាវថៃវៀតណាមឡាវយើងនៅតែជាពេជ្ររតនត្រ័យរបស់យើងហ្នឹងគឺនៅចោលកប់ក្រោមដីអត់បានប្រយោជន៍ដោយសារអីដោយសារយើងទាំងអស់គ្នានឹងជាមន្ត្រីរាជការដែលកង្កែបនៅក្នុងដងហ្នឹងគំនិតរបស់យើងអកតេងើបមួយវាយមួយធ្វើបាបប្រជាពលរដ្ឋធ្វើទុកបុកម្នេញធ្វើឲ្យពិភពលោកគេអត់ចង់ទៅហ្មងគេអត់ចង់ទៅដោយសារអីពេលដែលគេទៅលេងស្រុកខ្មែរមិនមែនគេអត់ចង់ជួយខ្មែរទេសម័យបច្ចុប្បន្នគឺគេចង់ជួយយើងបើសិនជាយើងធ្វើអីកុំធ្វើបាបប្រជាពលរដ្ឋព្រោះប្រព័ន្ធដឹកនាំរដ្ឋដែលធ្វើបាបប្រជាពលរដ្ឋដែលរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យគ្មានប្រព័ន្ធដឹកនាំរដ្ឋដែលមានគណៈបកប្រឆាំងដែលនៅជួយទប់កុំឲ្យរដ្ឋាភិបាលជីសេះលែងដៃអំពើពុករលួយវានឹងរឹតរួតនៅពេលដែលអំពើពុករលួយរឹតរួតគឺអ្នកដែលបានផលគឺតែក្រុមថ្នាក់ដឹកនាំរបស់គណៈបកកណ្ដាលអំណាចហ្នឹងទេនឹងអុកញ៉ាប្រមាណក្រុមហ្នឹងឯងអញ្ចឹងបើភ្ញៀវទេសចរចូលទៅជួយស្អីទៅអង្គរវត្តទៅទីបរមណីយដ្ឋានអីបងថ្លៃសបុតបងថ្លៃអីលាក់នឹងលាក់លុយហ្នឹងទៅបំពកតែក្រុមគ្នាគាត់ទេប្រជាពលរដ្ឋបានដែរបើសិនជាយើងទិញវត្ថុអនុស្សាវរីយ៍ទិញនំអីជាវនៅប្រដាក់នៅអីនៅសៀមរាបអាហ្នឹងបានលុយផ្ទាល់ពីភ្ញៀវពីដៃប៉ុន្តែបើឲ្យរដ្ឋាភិបាលបានធ្លាក់ទៅដល់ប្រជាពលរដ្ឋបើបាន10ធ្លាក់ទៅបាន1នៅកប៉ៅប្រជានៅមន្ត្រីរាជការអស់អញ្ចឹងគ្នាអ្នកដែលទៅលេងស្រុកខ្មែរទៅលេងអីហ្នឹងក៏គេគិតដែរ
យើងជួយឲ្យប្រជាពលរដ្ឋនឹងគ្នាអត់បានផលយើងជួយបំពោកឲ្យមន្ត្រីផ្ដាច់ការបានចំណេញច្រើនកាន់តែខ្លាំងហ្នឹងអញ្ចឹងគេបោវាជាឆ្ងាយអញ្ចឹងទៅរឿងនេះសាមញ្ញតែអស់លោកធ្វើមិនយល់សិទ្ធិមនុស្សប្រជាធិបតេយ្យយើងគិតថាអូមិនទេទេសចរអត់តាក់តងរឿងហ្នឹងទេវិនិយោគិនអត់តាក់តងនឹងរឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឯងកុំមួងណារ៉េតនឹងកំប៉ាតណាប៉ាតណៃទាញចូលគ្រប់រឿងបងប្អូនសិទ្ធិមនុស្សនិងប្រជាធិបតេយ្យគឺជារឿងសំខាន់ទាំងអស់ដើម្បីសេចក្តីថ្លៃថ្នូរមុខមាត់របស់ប្រទេសយើងទៅបំផ្លាញគណៈបកប្រឆាំងចោលយើងបិទអង្គការសង្គមស៊ីវិលយើងបិទសារព័ត៌មានឯករាជ្យយើងងើបមួយវាយមួយយើងចាប់សកម្មជនដាក់គុកយើងបំផ្លាញខ្ទេចខ្ទីអស់យើងរករឿងបរទេសយើងរករឿងសហរដ្ឋអាមេរិកយើងរករឿងសហគមន៍អឺរ៉ុបណាដែលទីឲ្យយើងស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យគឺយើងកំពុងធ្វើជាសត្រូវជាមួយនឹងភ្ញៀវទេសចរនៅខាងក្រៅប្រទេសបើយើងឆ្លោះគ្នាជាមួយសហគមន៍អឺរ៉ុបគេដក EBA ប្រជាពលរដ្ឋនៅអឺរ៉ុបគេចាប់ផ្ដើមដឹងថាអូហេតុអីបានកម្ពុជាគេដក EBA 20%ដោយសារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យអញ្ចឹងបើមានសិទ្ធិមនុស្សប្រជាធិបតេយ្យអត់មាននៅក្នុងប្រទេសកម្ពុជាហើយគេដាក់ទណ្ឌកម្មបានន័យថាប្រព័ន្ធដឹកនាំរដ្ឋនេះពុករលួយហើយអញ្ចឹងលុយដែលគេយកមកវាអត់សូវបានទេគេមកសុបាយមែនក៏ប៉ុន្តែវាអត់បានជួយឲ្យអស់ចិត្តដល់ប្រជាពលរដ្ឋដែលជារាជក្រីក្រទេវាធ្លាក់មកទៅតែត្រឹមមន្ត្រីពុករលួយអស់ហើយដូច្នេះគេមកហ្នឹងគឺសុបាយបានតែសុបាយក្រុមគ្រួសារគេប៉ុន្តែគេក៏មានសិលធម៌មានគុណធម៌ចង់ជួយប្រជាពលរដ្ឋដែលមកសុបាយហើយគឺប្រាប់ទៅអួតមកវិញទៀតណាខ្ញុំទៅលេងដល់ស្រុកនេះមានជនក្រីក្រមានអីអញ្ចេះអាសបុតខ្ញុំដែលចូលទៅទស្សនាហ្នឹងច្បាស់ណាស់ច្បាស់ជាជួយដល់ស្ដារដងទឹកឬក៏ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ក្បែរអង្គរហ្នឹងឲ្យគ្នាមានផ្ទះសម្បែងមានទឹកស្អាតមានលុយឧបត្ថម្ភមានអីចឹងទៅបើបានដឹងអញ្ចឹងគឺអ្នកដែលទៅលេងហ្នឹងក៏គេសប្បាយដែរអត់ជាការពិតដែរមានភ្ញៀវទេសចរមួយចំនួនគាត់មិនខ្វល់ទេទៅរកតែសេវាផ្លូវភេទសេវាផឹកស៊ីលបែងពៀលីអាវ៉ាសែវាមិនខ្វះទេក៏ប៉ុន្តែក៏មានគេជាអ្នកគ្រួសារជាបណ្ឌិតជាបញ្ញវន្តជាកវីជាសាស្ត្រាចារ្យជាអ្នកដែលធ្វើការរាជការរដ្ឋការអីដែលគេទៅគឺគេមានឧត្តមគតិគេមានមនសិការគឺគេនឹងគិតពីប្រយោជន៍សពបែបយ៉ាងអញ្ចឹងហើយតែពេលយើងអត់ស្ដារអត់សម្អាតអាហ្នឹងគឺគេបាត់បង់អាហ្នឹងហើយឃើញបញ្ហាហើយត្រៃរតនទ្រព្យរបស់យើងគឺដោយសារភាពជាកង្កែបក្នុងដងរបស់អស់លោកឃើញមានបញ្ហាស្រុកខ្មែរភ្ញៀវក៏ធ្លាក់ចុះដោយសារអំពើឆបោកអនឡាញឃើញអស់លោកដឹងអំពើឆបោកអនឡាញកើតមកពីសារអីទេកើតមកដោយសារអស់លោកដឹកនាំប្រទេសបែបហ្នឹងបើមានក្រុមគណៈបពប្រឆាំងរឹងមាំតាន់បន្តិចឲ្យបានតែត្រឹម20កៅអី30កៅអីចុះឧទាហរណ៍ក៏អស់លោកអត់ជីសេះលែងដៃចឹងបានដែរព្រោះគណៈបពប្រឆាំងនេះគេនឹងតតាំងប្រាប់ថាមេដឹកនាំលួចអស់លោកនេះធ្វើឲ្យពួកឆបោកនេះវាដូចថាចិញ្ចក់ឈាមឬក៏អាចរស់នៅបានក្នុងពួកជ្រាំហ្នឹងដោយសារអស់លោកកាងធ្វើអីបន្តិចក៏អត់មាននរណាទប់អីបានតឡាការរបស់អស់លោកប្រព័ន្ធអីអស់លោកអស់ហើយណាអញ្ចឹងដល់ពេលអញ្ចឹងជីសេះលែងដៃហើយណាមួយពេលបោះឆ្នោតអស់លោកឈ្នះឆ្នោតទៀតដល់ពេលអញ្ចឹងចង់បានអីទៀតអំណាចពេញដៃពេលបោះឆ្នោតប្រជាពលរដ្ឋច្បោលចូលទៅបោះឆ្នោតឲ្យដោយសាររងការគម្រាមកំហែងអស់បោះឆ្នោតឲ្យអស់ខាងនោះដឹងថាស៊ីផុយប្រជាពលរដ្ឋទោះយើងធ្វើអាក្រក់ប៉ុណ្ណាលុយកាបចូលកប៉ៅប៉ុណ្ណា10ឲ្យប្រជាពលរដ្ឋ2គាត់សុបាយគាត់នៅតែបោះឆ្នោតឲ្យយើងទៀតគាត់ខ្លាចយើងអញ្ចឹងនៅលួចកេងកម្លាំងប្រជាពលរដ្ឋរហូតហើយប្រជាពលរដ្ឋខ្លួនឯងក៏មានកំហុសដែរយើងខ្លាចរហូតដល់បាក់ស្បាតបាត់ម្ចាស់ការខ្លួនឯងបែបនេះគឺយើងធ្វើឲ្យគេបោកយើងបានយើងអត់ប្រើសម្លេងរបស់យើងមកស្លឹកហ្នឹងទៅអត់ព្រមទៅដូរជាមួយនឹងសេរីភាពដូរជាមួយការអភិវឌ្ឍនិងប្រជាធិបតេយ្យពិតប្រាកដដូរជាមួយនឹងអ្វីដែលជាអនាគតវែងឆ្ងាយរបស់កូនចៅយើងរាប់ចំនួនយើងដូរមួយសរងមួយទឹកស៊ីអ៊ីវមួយដបមីមួយកញ្ចប់អីអញ្ចឹងហើយនឹងការបុកប្រាស់របស់គេនៅក្នុងពេលបោះឆ្នោតគេចែកអំណោយចែកអីដល់ពេលយើងក្រខ្លៅឃ្លានខ្លាចដូរយកតែប៉ុណ្ណឹងចប់តែប៉ុណ្ណឹង5ឆ្នាំយំទៀត5ឆ្នាំយំទៀតយំ5 10ឆ្នាំនឹងប្រហែលដងហើយអាការយំនឹងយូរខ្សោះទឹកភ្នែកយំទៀតហើយយើងនៅតែធ្វើដដែលជាដដែលអញ្ចឹងប្រជាពលរដ្ឋកម្ពុជាសប្ងៃអ្នកដែលបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាក៏ធ្វើរឿងដដែលហើយរំពឹងលទ្ធផលថ្មីដែរនេះខ្ញុំមែនតើទៅខ្ញុំស្ដីបន្ទោសប្រជាពលរដ្ឋខ្មែរនៅក្នុងន័យថាជាម្ចាស់ឆ្នោតសុកចិត្តឲ្យគេពង្វក់ខួរក្បាលរបស់យើងដូចសម័យខ្មែរក្រហមដែរអត់មានតវ៉ាអត់មានប្រើសិទ្ធិស្របច្បាប់ខ្ញុំមិនឲ្យធ្វើបដិវត្តពណ៌ឬក៏ឲ្យលើកដបងវាយគ្នាអំពើហិង្សាអីទេប្រើតែសម្លេងឯករាជ្យសិទ្ធិឯករាជ្យស្របច្បាប់ដោយធានារដ្ឋធម្មនុញ្ញគឺទៅបោះឆ្នោតកុំបោះឆ្នោតឲ្យគណៈបកកាន់អំណាចមកពេលមើលខ្ញុំមិនខ្វាត់ថាលើកអាណត្តិក្រោយបោះឲ្យគណៈបកកាន់អំណាចវិញក៏បានដែរខ្ញុំអត់ខ្វាត់ទេក៏ប៉ុន្តែឲ្យមានការផ្លាស់ប្ដូរឲ្យគណៈបកកាន់អំណាចនឹងញិនហ្នឹងខ្ញុំចង់សម្ដៅទៅលើថាការខ្មាស់អៀនការប្រព្រឹត្តផ្ដេសផ្ដាស់ដែលធ្វើឲ្យខ្លួនអាងតែកេងកម្លាំងប្របាញ់ប្រជាពលរដ្ឋបានតាមស្លឹកឆ្នោតហ្នឹងហើយបង្ក្រាបគណៈបកនយោបាយហើយកុំឲ្យអាជ័យធ្លាក់ទឹកឲ្យសោះអស់លោកទាំងអស់គ្នាទាំងគណៈបកផ្សេងនៅក្នុងសម្ព័ន្ធគណៈបកប្រជាជនកម្ពុជាអីចឹងអស់លោកបានលុយដែលរដ្ឋាភិបាលឲ្យក្នុងនាមជាអី
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ដែលទៅយកលុយកម្លាំងញើសឈាមរះទៅចូលសម្ព័ន្ធជាមួយគណៈបកប្រជាជនកម្ពុជាបាន29គណៈបកអស់លោកកំពុងតែខុបខិតរួមគំនិតគ្នាបំផ្លាញសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋអស់លោកនឹងចុះនរកទាំងអស់គ្នាខ្ញុំផ្ដាំទៅទេខ្ញុំអត់យកភាសាដែលថាទៅចងអាឃាតចងពីអីទេអស់លោកចុះនរកដោយសារអំពើបាបកម្មរបស់អស់លោកដែលនាំគ្នាទៅប្រថាប់ត្រាឲ្យគណៈបកប្រជាជនកម្ពុជាហើយមកពមៀនមកគម្រាមមកធ្វើទុកបុកម្នេញសម្លេងចុងក្រោយសង្ឃឹមចុងក្រោយរបស់ប្រជាពលរដ្ឋដែលគ្នាចង់ឲ្យផ្លាស់ប្ដូរហើយចោះបើដូរទៅវាចង្រៃអីអស់លោកបានផលដែរហ្នឹងសូម្បីតែអស់លោកសពថ្ងៃដែលនៅក្នុងក្រោមការគ្រប់គ្រងរបស់គណៈបកប្រជាជនកម្ពុជាក៏រងភាពក្តៅក្រហាយហ្នឹងដែរឥឡូវហ្នឹងគ្មានធ្វើអីមួយថ្ងៃឃើញតែបចោគ្នាដូចលោកពេជ្រស្រស់អីទៅបចោគ្នាជាមួយនឹងពួកក្រុម MMO បាតផ្សារណាមួយនោះឆ្លោះគ្នាអត់ទៅមករួចសោះប្រធានគណៈបកទៅឆ្លោះគ្នាជាមួយពួកកសែត MMO បាតផ្សារបើដឹងថាបាតផ្សារមកយោហើយទៅចលក់មាត់ទៀតអាហ្នឹងដោយសារតែយើងចង់ឲ្យខ្លួនយើងថោកដែរតែអញ្ចឹងបានថានាងវិរុទ្ធរអ្នកណាបងប្អូនវាអស់អីហើយអស់អីទៅមុខហើយជាតិសាសអីទៅយូរមកនាំគ្នាប្រខំគ្នាដូចឆ្កែដូចឆ្មាអញ្ចឹងអត់មានទៅមុខរួចទេហើយចឹងអស់លោកកម្មពីរបស់អស់លោកទេលោកពេជ្រស្រស់ហ្នឹងឯងដែលជាអ្នកផ្ដួចផ្ដើមរំលាយគណៈបកសង្គ្រោះជាតិឥឡូវសង្គមលោកតានេះនៅក្នុងជាគេមរតកជាស្នាដៃរបស់លោកសាងមកតាលោកចង់បានឲ្យសង្គមវាអញ្ចឹងដល់អញ្ចឹងទៅអ្នកណាពៀលាពៀលបាតផ្សារអីគឺគេធ្វើបានស្រាច់ចិត្តអានេះគេហៅសម័យឃ្លោកលិចអំបែងដែតណាលោកឃ្លោកលិចអំបែងដែតហ្នឹងគឺបានន័យថាឃ្លោកដែលគួរតែអណ្ដែតលើទឹកវាអត់អណ្ដែតវាទៅជាលិចទៅអំបែងដែលត្រូវលិចក្នុងទឹកវាឡើងមកលើគោកទៅវិញវាក៏ឡាប់ចាក់បែបនេះដោយសារអីដោយសារអស់លោកនឹងដែរដែលចូលរួមចំណែកអស់លោកមានរួមចំណែកក្នុងការបំផ្លាញជាតិសាសន៍នេះហើយទទួលយកទៅអញ្ចឹងហើយបានខ្ញុំនិយាយថាកែអាសិទ្ធិមនុស្សប្រជាធិបតេយ្យប្រព័ន្ធសេរីភាពសារព័ត៌មានប្រព័ន្ធតុលាការឯករាជ្យទាំងអស់នេះគឺវាធ្វើឲ្យត្រយរតនៈរបស់យើងនេះវានឹងចែងចាំងភ្លឺថ្លាឆ្វាច់នៅលើពិភពលោកគឺគេរត់មកបាក់តំណប់ថៃអត់មានអីអស្ចារ្យទេបងប្អូនខ្ញុំជម្រាបជូនបងប្អូនឲ្យត្រង់ថៃអត់មានអីអស្ចារ្យទេប្រាសាទបុរាណភ្នំរូងភីម៉ៃអីហ្នឹងនៅថ្ម3 4ដុំហ្នឹងនិយាយពីអូជុកជោកអត់មានស្អីទេបើប្រៀបធៀបពីគុណតម្លៃពីសម្បត្តិត្រៃរតនៈនៅកម្ពុជាវិញយើងមានច្រើនណាស់ច្រើនអាណែកត្រៃរតនៈប្រាសាទបុរាណប្រជាពលរដ្ឋធនធានធម្មជាតិស្អីហ្នឹងគឺយើងកូនដូនតាខ្មែរបន្សល់ទុកមកយើងគឺសម្បើមណាស់ក៏ប៉ុន្តែអស់លោកអ្នកដឹកនាំឯនេះទៅវិញទេដែលធ្វើឲ្យអាត្រៃរតនៈរបស់យើងនឹងคล้ายទៅជាដុំខ្ជូងសប្ងៃហ្នឹងដុំខ្ជូងសុទ្ធតែម្ដងអ្នកដែលលហេមលហានគឺប្រជាពលរដ្ឋហើយឲ្យថៃអត់មានអីសោះភ្ញៀវគេ25លានអ្នកមួយឆ្នាំយើងមានគ្រប់យ៉ាង1លានជាងឥឡូវបានតែ1លាន1សែន1លាន5សែន6ខែ5ខែដំបូងធ្លាក់អស់ 50% រឿងនេះហ្នឹងហើយយើងអាចបន្ទោសមកពីចំនួនព្រំដែនថៃខ្មែរក៏បានដែរយើងអាចនិយាយពីរឿង scam online ក៏បានដែរយើងអាចបន្ទោសអញ្ចឹងទៅថាមកពីមាន scam online មានចំនួនព្រំដែនធ្វើឲ្យភ្ញៀវថយចុះមិនមែនអញ្ចឹងទេបើមានចំនួនព្រំដែនភ្ញៀវថយចុះមែនណាម៉ោងនេះថៃត្រូវថយអស់ឲ្យភ្ញៀវព្រោះថៃក៏ឆ្លោះគ្នាមួយខ្មែរនឹងដែរហ្នឹងហេតុអីបានភ្ញៀវនៅថៃកើនមិនកើនទេថានៅប្រហែលដដែល20លានជាងអីចឹងហើយហេតុអីបានខ្មែរយើងធ្លាក់ដល់តែ 50% នេះដោយសារតែយើងមានប្រព័ន្ធដឹកនាំរដ្ឋអំពើពុករលួយក៏យើងបាតតារាងជាប់បាតតារាងនីតិរដ្ឋក៏យើងបាតតារាងយុត្តិធម៌សង្គមបាតតារាងនយោបាយសិទ្ធិមនុស្សបាតតារាងមានអីទៀតដែលយើងដែលលោកហួតហាក់ចង់យកទៅប្រាប់ពិភពលោកឲ្យដកកង្កែបចេញពីដងហ្នឹងគឺដកកង្កែបអស់លោកហ្នឹងឯងដកអាសតិសម្បញ្ញៈជាកង្កែបនៅក្នុងជួររដ្ឋាភិបាលហ្នឹងហើយអស់លោកបើចង់ឲ្យត្រៃរតនៈនេះឲ្យពិភពលោកចង់ទៅលេងចង់ទៅសបាយចង់ឲ្យខ្មែរយើងបានទទួលបានផលទាំង18លាននាក់គឺដូររបៀបដឹកនាំរដ្ឋឡើងវិញកែឡើងវិញឲ្យអស់ស្ដារសិទ្ធិមនុស្សនិងសេរីភាពឡើងវិញដោះលែងអ្នកទោសមនសិការឲ្យអស់ហើយឲ្យខ្មែរត្រូវគ្នាបង្រួបបង្រួមជាតិព្រោះខ្មែរនៅក្រៅប្រទេសនេះណាសូម្បីតែខ្មែរគ្នាឯងនេះដែលមានលុយចង់ទៅលេងជួយការពារជួយប្រទេសជាតិហ្នឹងក៏ទៅលេងអត់បានដែរអត់ចង់ទៅទី1អំពើឆក់ប្លន់អំពើលួចអំពើកាប់សម្លាប់អំពើកាប់កេងប្រវាញ់នៅពលានយន្តហោះសន្តាគារអ្នករត់ម៉ូតូកង់3ឬទៅប្រអាប់គ្នាទៅអីឬក៏មានការបោកបន្លំអីខ្លះវាមានចំនួនតិចតួចប៉ុន្តែអាហ្នឹងវានៅតែមានសកាដែលធ្វើឲ្យដូចថារកម្មចិត្តប៉ុន្តែរឿងធំគឺរឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហ្នឹងទេព្រោះខ្មែរនៅក្រៅប្រទេសនេះ99%គឺចង់ឲ្យកម្ពុជាមានសិទ្ធិមនុស្សប្រជាធិបតេយ្យអញ្ចឹងបានតែគេមិនគ្រប់គ្រងរបៀបដឹកនាំរដ្ឋសប្ងៃហើយដល់អញ្ចឹងគាត់ខ្ទាស់គំនិតហ្នឹងអ្នកដែលគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាក៏អល់ឯកនៅក្នុងការទៅលេងដែរព្រោះវាអត់មានសុវត្ថិភាពហើយបើអ្នកគ្រប់ជំទាស់រដ្ឋាភិបាលមកអត់ទៅហ្មងភ័យខ្លាចគេធ្វើទុកបុកម្នេញហើយនៅក្នុងពេលហ្នឹងក្តោបលុយទៅលេងវៀតណាមទៅលេងថៃទៅលេងភូមាទៅលេងម៉ាឡេសិង្ហបុរីអីណាឬក៏អឺរ៉ុបអីណា
ឃើញលុយដែលខ្មែរយើងរបស់យើងដែលចូលទៅលេងខ្មែរអត់ទៅបានទេជាពិសេសលុយរបស់មនុស្សដែលមិនគ្រប់គ្រងរដ្ឋាភិបាលដែលស្រឡាញ់គណៈបព្វប្រឆាំងហ្នឹងទៅអត់បានទី1ខ្លាចគេធ្វើទុកបុកម្នេញទី2គឺអត់ចូលចិត្តដោយសារអីអត់ចង់ទៅជួយរដ្ឋាភិបាលកម្ពុជាទី3ឆ្លោះគ្នាអត់អាចនឹងលើកដំកើងលើកទឹកចិត្តឲ្យអ្នកផ្សេងទៀតទៅលេងស្រុកខ្មែរបានទេព្រោះអីមតិសតិសម្បញ្ញញ្ញៈគាត់ថាបើទៅលេងស្រុកខ្មែរយើងប្រាប់គេថាឲ្យទៅលេងគឺដូចទៅជួយបំពន់ឲ្យគណៈបកប្រជាជនកម្ពុជាមានទ្រព្យមានអីលួចកាន់តែបានតែច្រើនអំពើពុករលួយកាន់តែខ្លាំងវាទៅជាឲ្យគណៈបកនេះកាន់អំណាចកាន់តែយូរប្រជាពលរដ្ឋនៅតែអត់បានផលអញ្ចឹងអត់ឲ្យទៅអត់ប្រាប់អត់ណែនាំអត់លើកទឹកចិត្តលើកអីសរសើរពីខាងកម្ពុជាហើយចិត្តទៅបន្ទោសក្រុមប្រឆាំងនឹងថាស្រឡាញ់ជាតិហ្នឹងហេតុអីក៏មិនជួយលើកស្ទួយឲ្យគេមកលេងស្រុកខ្មែរគេស្រឡាញ់ជាតិណាស់អស់លោកក៏ប៉ុន្តែគេអត់ស្រឡាញ់ជាតិនៅពេលដែលមានអស់លោកចឹងទេគេស្រឡាញ់ជាតិនេះខ្លាំងណាស់ប៉ុន្តែគេស្រឡាញ់ទៅអត់បានលះដោយសារអស់លោកនៅជាគេហៅថាសំណក់នៅក្នុងស្នឹមចម្បើងដែលមិនឲ្យគោស៊ីនេះដល់អញ្ចឹងគេអត់អាចធ្វើអីកើតសោះឆ្កែក៏ស៊ីអាចម្បើងនឹងអត់បានគោក៏ស៊ីអាចម្បើងនឹងអត់បានអញ្ចឹងយើងនៅជាឆ្អឹងកតឹងកោហាក់ព្រមកែហើយឥឡូវហ្នឹងចាប់ផ្ដើមមកនិយាយតែពីរឿងកង្កែបអីណាអញ្ចឹងបានខ្ញុំលើកទឹកចិត្តឲ្យអស់លោកដូរអារបៀបដឹកនាំរដ្ឋហ្នឹងផ្សះផ្សាលើកតម្លៃតុលាការកុំយកជាឧបករណ៍នយោបាយអីអញ្ចឹងទៅហើយតែដល់ពេលយើងមានអាសិទ្ធិមនុស្សប្រជាធិបតេយ្យគំងើបមួយវាយមួយឲ្យគណៈបកអីគេនឹងគេធ្វើនយោបាយប្រកួតប្រជែងក្នុងការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌មានកម្លាំងប្រឆាំងស្មើគ្នាយើងអត់ជិះសេះលែងដៃគឺច្បាស់ណាស់គឺមានប្រព័ន្ធយុត្តិធម៌សង្គមនៅពេលដែលមានប្រព័ន្ធយុត្តិធម៌សង្គមខ្មែរសប្បាយចិត្តព្រោះអីអ្នកឈ្នះដោយស្មោះគឺយើងស្រឡាញ់ក្នុងគុណតម្លៃជាតិឥឡូវយើងស្រឡាញ់បកឯបានន័យថាអ្នកឯងគ្រប់ត្រស្អីហ្នឹងអាងថាស្នេហាជាតិអត់មានស្នេហាជាតិទេកុំមកកុហកអីសោះពួកអស់លោកដែលកំពុងតែស្រែកស្នេហាជាតិសពថ្ងៃហ្នឹងគឺស្នេហាបកនឹងតកូលហ៊ុនទេបើសិនជាស្នេហាជាតិអស់លោកអត់ធ្វើអញ្ចឹងទេស្នេហាជាតិគឺបានន័យថាយើងត្រូវឃើញខុសថាខុសឃើញត្រូវថាត្រូវតែឥឡូវឲ្យតែឋានារិះគន់លោកហ៊ុនសែននិងតកូលហ៊ុនគឺក្បត់ជាតិទាំងអស់អាហ្នឹងស្នេហាបកទេស្នេហាជាតិគឺបើគេរិះគន់